ព្រះរាជាជាមូលនៅក្នុងឱកាសនេះគឺប្រការណាជាឱកាសជីវិតដ៏ត្បូងបំផុតនៃការយាមបករបស់ប្រការណាយើងមិនអោនទេគុណទេតាក់នេះគុំនេះព្រះរាជាជាមូលនៅក្នុងឱកាសនេះគឺប្រការណាជាឱកាសជីវិតដ៏ត្បូងជាទីគោរពសក្ការៈដ៏ពុះបំផុតដែលយើងអង្គព្រះរាជាភិបាលទាំងមូលនៅក្នុងឱកាសនេះសូមថ្វាយព្រះពរស្វាគមន៍នៃការយាងមកដល់ដ៏ពងពោះបំផុតរបស់ព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី
គេរឿងថ្ងៃនេះខ្ញុំមិនប្រើថង់ផ្លាស្ទិកទេសូមស្ដេចយើងទតនិងអង្គព្រះរាជពិធីទាំងមូលរីករាយទេសនាជាបន្តដូចតទៅមិនមែនហើយសម្លាញ់តែពួកយើងពិតជាស្វាគមន៍វិញមិនដូចពួកខ្លះស្លូតស្លាប់ចង់គេធ្វើអីក៏គ្មានក្តីតបដែរបានហើយណាពួកឯងនៅតែបានចាប់ពួកដល់ណាទៀតពួកឯងចឹងដល់ណាមានឈ្មោះជាមួយនឹងការដើរបំផ្លាញទៅជីវៈចម្រុះនៅក្នុងទឹកហើយមិនតែប៉ុណ្ណោះពួកយើងមានអាយុកាលរាប់ពាន់ឆ្នាំដែលពួកយើងអាចរលាយបានដូច្នេះពួកយើងមិនខ្វល់ពីអ្នកណាទាំងអស់មិនបែរទេគ្នាយើងណាបើឯងខ្លាំងណាស់តិចមិននាំគ្នាខំរើបំប្រាចេញពីទីទៀតរើទៅរើទៅចង់បង្វល់យើងមិនខ្លាចទេទៅបាញ់ពួកយើងទៅរើ
បង្កជាគ្រោះថ្នាក់ដល់អ្នកបានមកហើយពួកយើងបង្កជាបញ្ហាជាជំងឺខ្លាចសុខភាពបំផ្លាញបរិស្ថានធ្វើឲ្យដីដាំដំណាំមិនកើតឡើងកម្ដៅនិងប្រែប្រួលអាកាសធាតុទៀតផងអូជាពួកឯងទេដើរតែម្ដងទៅបានហើយឈប់ឆ្លើយប្រកែកយកកូនសម្បត្តិរៀបហ៊ានអាប់គ្រប់យើងយ៉ាងទៅឆ្លងអើឯងបានធ្វើអ្វីខ្លះជាប្រយោជន៍ដល់ពួកយើងអស់ហើយរៀបរាប់មកមិនបែរហើយឯងថារៀបរាប់ទៅយើងហោះហើរគ្រប់ទិសទីពួកឯងគិតថាមិនប៉ះពាល់ទេមែនណាជួយខ្ញុំផងជួយផងពួកយើងឡើយដូច្នេះពួកយើងគួរតែសួរសាមគ្គីគ្នាដើម្បីឲ្យទៅវិញទៅណាបើមិនបាច់ទៅយើងគួរតែសាមគ្គីគ្នាតែហើយមិនថាយើងជាសម្រាប់ទៅទៅទៅអាកម្មគួរតែសាមគ្គីគ្នាអត់ទេបើមិនណាទៅដល់មនុស្សទាំងឡាយណាល្មមចិត្តតាមមិនទៅពុកបងជួយខ្ញុំត្រូវហើយគេឲ្យទៅដល់យើងដល់គេដល់យើងតាមទៅមកចាំឡើយពួកយើងទាំងអស់គ្នាត្រូវធ្វើអ្វីទៀតគឺពួកយើងធ្វើតាមគុណទៅបានចឹងដល់យើងទៅ
ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតនិងសូមកនុញ្ញាតបន្តនៅព្រះរាជកម្មវិធីក្នុងប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិកពី Plastic Pollution សូមគោរពអញ្ជើញក្រសួងបរិស្ថានបានសហការជាមួយក្រសួងប្រំរាជវាំងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិនិងរដ្ឋបាលរាជធានីភ្នំពេញរៀបចំប្រឡូកសត្វនៃបរិជាណាចក្រកម្ពុជានិងវត្តមានដ៏វិសេសរបស់សម្ដេចប្រធានស្ថាប័នសម្ពូលពូលនៃបរិជាណាចក្រកម្ពុជាព្រមទាំងសម្ដេចឯកឧត្តមលោកជំទាវឯកឧត្តមលោកជំទាវឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតលោកស្រីជាកិត្តិយសអន្តរជាតិទាំងអស់គឺជាការផ្ដល់នូវក្តីដ៏ខ្ពង់ខ្ពស់បំផុតសូមថ្លែងអំណរព្រះគុណសូមអរគុណនិងសូមគោរពស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះព្រះរាជវត្តមាននិងវត្តមានដ៏មានតម្លៃក្នុងពិធីដ៏សារៈសំខាន់នេះអង្គពិធីបរិស្ថានពិភពលោកតាំងពីឆ្នាំ1993និងប្រារព្ធពិធីបរិស្ថានជាតិនិងពិភពលោកបញ្ចូលប្រកាសណាជាអង្គម្ចាស់ជីវិតលើកបូកជាទីគោរពសារៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចព្រះអង្គម្ចាស់ព្រះរាជវង្សានុវង្សអាដាមលោកជំទាវអាដាមលោកជំទាវឯកអគ្គរដ្ឋក្នុងទឹកនិងលើកបូកបំណែកផ្លាស្ទិកទាំងនេះត្រូវបានរកឃើញនៅក្នុងសរសៃជារដ្ឋគ្រប់ទាំងអង្គទាំងស្វាយគឺសម្ដេចព្រះអង្គម្ចាស់សន្តិអ្នកនាងនិងព្រះរាជវង្សានុវង្សឯកឧត្តមលោកជំទាវឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតលោកអ្នកអង្គញាលោកស្រីនិមិត្តបរទេសលោកតាលោកខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាបជ្រៅចំពោះឯកឧត្តមបណ្ឌិតហៀងសុផលហើយរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានធ្វើសេចក្តីរាយការណ៍យ៉ាងបោះបាយអំពីសមិទ្ធផលដែលតាមដឹកនាំនិងមន្ត្រីរាជការក្រសួងបរិស្ថានទាំងអស់ប្រឹងប្រែងសម្រេចបានដល់មកសម្ដេចជាបានការពារនិងការអភិរក្សធនធានធម្មជាតិនិងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជានៃយើងមានតែភូមិកម្ពុជានៃយើងគឺជាទឹកដីដ៏ស្រស់បំព្រងពោពេញដោយសម្បត្តិធម្មជាតិដែលបុព្វបុរសយើងបានថែរក្សាទេដំណើរនេះទុកសម្រាប់យើងទាំងអស់គ្នាជួបនំដ៏ពុតប្រដៅព្រៃឈើដ៏ខៀវស្រងាត់ស្រស់ស្រកាលទន្លេមេគង្គបឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែបរហូតដល់តំបន់នេសមុទ្រដ៏ស្រស់ស្រួលរវើកនិងប្រជុំសពតូចធំជាច្រើនសម្បត្តិធម្មជាតិទាំងអស់នេះជាសរសៃឈាមនិងជីវិតនិងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើងភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិគឺជាឫសគល់នៃវប្បធម៌ប្រពៃណីនិងជំនឿរបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមកការរស់នៅដោយការគោរពធម្មជាតិមិនបំផ្លាញធម្មជាតិដែលចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាពគឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារនិងពង្រឹងឲ្យបានជាប់យូរសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយថាសូមអង្គភាពយើងឲ្យបន្តសកម្មភាពសន្តិភាពតាមយ៉ាងនេះដើម្បីជួយគ្រប់គ្រងពីខាងក្នុងប្រទេសរបស់ប្រជាជនបានតទៅនិងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូលសូមបរិស្ថានសម្រាប់បានឲ្យសូមលើកទឹកចិត្តដាក់ដឹកនាំមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរជាមួយក្រសួងទាំងបរិយាកាសគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំពិធីបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាយើងនេះប្រកបដោយជោគជ័យបញ្ចប់ខ្ញុំព្រះករុណាខ្ញុំសូមជូនដល់គុណព្រះរតនត្រ័យគុណកាយដើម្បីទេវតាអ្នកតាព្រះមហាស្វ័យសិទ្ធិដែលគុណស្មារតីនិងមន្តសាស្ត្រទាំងអស់លោកសូមស្បាយលោកគេព្រះពោសម្ដេចព្រះមហាសម្មាសម្ពុទ្ធ